បាទអញ្ចឹងយើងចូលដល់លំហាត់ទី2របស់យើងណាបាទលំហាត់ទី2អញ្ចឹងលំហាត់ទី2យើងគេថាគេមានចំនួន1ណាគេមានមួយចំនួនបាទមួយចំនួនដែលមានលេខហ្នឹងគឺ5ខ្ទង់អញ្ចឹងលេខ5ខ្ទង់លេខខ្ទង់រាយលេខ0ខ្ទង់10ប្រអប់ណាខ្ទង់100លេខ4ខ្ទង់ពាន់យើងលេខ3ហើយនឹងខ្ទង់10000លេខ7ចឹងវា70000បាទ70000 70000ណា73400ជាងបើមិនដឹង400ម៉ានទេបាទចាប្រអប់ហ្នឹងគឺគេឲ្យយើងពេញលេខហើយមួយខ្ទង់ហើយដើម្បីបានចំនួនហ្នឹងគឺវា5ខ្ទង់បាទអញ្ចឹងគេថាលំហាត់ករបស់យើងគឺគេឲ្យយើងបំពេញលេខក្នុងប្រអប់ហ្នឹងដើម្បីឲ្យចំនួននោះចែកដាច់2ផងនិង5ផងបាទចឹងងាយ2ផង5ផងចឹងយើងប្រើលក្ខណៈភាពចែកដាច់មកចែកដាច់2កាលណាឯគេ2កាលណាលេខនោះជាចំនួនគត់គូអញ្ចឹងហ៎បាទចំនួននោះជាចំនួនគត់គូអញ្ចឹងមួយចំនួនគត់គូវាមានលេខ0នៅខាងចុងឬក៏លេខគូនៅខាងចុងអញ្ចឹងលំហាត់របស់យើងនេះគឺបាទលំហាត់របស់យើងពេញលេខក្នុងប្រអប់ពេញមិនក៏ពេញចុះសំខាន់លេខ0នៅខាងក្រោយហើយអូតូហ៎អញ្ចឹងចង់ពេញលេខប៉ុន្មានក៏បានបាទដោយសារលេខក្នុងប្រអប់គឺលេខខ្ទង់10ហើយមើលទៀតចែកដៃនឹង5បាទ2មិញគឺអូតូហើយអញ្ចឹងយើងមើល5អញ្ចឹងមួយចំនួនដៃ5កាលណាចំនួននោះមានលេខ0នៅខាងចុងឬក៏លេខ5នៅខាងចុងអញ្ចឹងរបស់យើង0នៅខាងចុងទៀតអញ្ចឹងចែកដៃ5អូតូទៀតណាអញ្ចឹងចង់ពេញលេខប៉ុន្មានក៏បានវាចិត្តរបស់យើងបាទពីលេខ0ដល់លេខ9ស្រឡាញ់លេខណាយកលេខហ្នឹងចុះអញ្ចឹងខ្ញុំស្រឡាញ់លេខ2ចុះបាទលេខ2ចុះអញ្ចឹងលំហាត់កស៊ីផុយបាទចឹងយើងមើលលំហាត់ខលំហាត់ខរបស់យើងចឹងក៏ឲ្យយើងពេញលេខក្នុងប្រអប់ដែរមួយខ្ទង់ដូចគ្នាដើម្បីបានលេខ5ខ្ទង់ចឹងហ៎បាទឲ្យវាចែកដាច់អាយ៉ា sorry ចឹងមើលប្រធានរបស់យើងគ្រូ copy មកខ្វាច់ភ្លេចកែចឹងឲ្យវាចែកដាច់នឹង3ផងនិង9ផងបាទ3ផងនិង9ផងបាទចឹងឲ្យចែកដាច់3ផងនិង9ផងចឹងយើងមើលចឹងយើងត្រូវដឹងយមន័យភាពចែកដាច់របស់យើងមួយចំនួនចែកដាច់នឹង3កាលណាគេកាលណាចំនួននោះមានផលបូកលេខគ្រប់តួទាំងអស់ចែកដាច់នឹង3ហើយមួយចំនួនចែកដាច់9កាលណាចំនួនហ្នឹងចែកដាច់នឹងផលបូកលេខគ្រប់តួវិញដាច់9ដែរអញ្ចឹងអាចបូកវាមកខ្វះប្រមាណយើងថែមថយតាមហ្នឹងបាទងាយមកអញ្ចឹងយើងគិតមកអញ្ចឹងយើងយក7បូកជាមួយនឹង3បូក4ផ្ដាស់គិតលេខយើងណាហើយបូក0នៅដដែលទេណាអញ្ចឹង7បូក3វា10នេះអានេះ10បូក4 14បាទ14អញ្ចឹងយើងបូកធ្វើម៉េចឲ្យចែកដាច់មួយ9មកធម្មតា9ចែកដាច់3ទេចឹងអត់អញ្ចឹងកាលណាចែកដាច់មួយ9ចែកដាច់នឹង3អូតូម៉ាទិកហើយអញ្ចឹងបងឯងធ្វើម៉េចឲ្យចែកដាច់មួយ9មកបាទអញ្ចឹង7 10 14អញ្ចឹង14យើងគិតមើលខ្វះប្រមាណទៀតមិនបានចែកដាច់មួយ9អញ្ចឹងស្មើមួយ14អញ្ចឹងវាអាចខ្វះ4អញ្ចឹងហ៎បាទ14បូក4 18មានលេខយើង9 2ដងមិន18អញ្ចឹងហ៎ហើយ18មិនចែកដាច់មួយ9ហើយ18គេចែកដាច់3ដែរដោយសារចែកដាច់9ចែកដាច់មួយ3អូតូហើយណាបាទអញ្ចឹងខ្វះ4អញ្ចឹងយើងអីគេអានេះខ្វះ4ណាមិនស្មើបូកថែម4មិនได้ខ្វះ4ទៀតបានស្មើជាមួយ18ណាអញ្ចឹងយើងពេញលេខ4មកបាទអូខេអញ្ចឹងលំហាត់របស់យើងគឺងាយស៊ីផុយបាទ